រំលង25ឆ្នាំវីដេអូខុនស៊ឺតរបស់ DJ ស្ដីក្នុងកម្មវិធី Best of the Best នៅតែធ្វើឲ្យអ្នកគាំទ្ររំជើបរំជួលបាននិយាយពីតារាចម្រៀងរ៉េបជំនាន់ដំបូងបង្អស់របស់ប្រទេសកម្ពុជាច្បាស់ណាស់មហាជននឹងនឹកដល់ DJ ស្ដីដែលជារៀមច្បងក្នុងវិស័យ Hip Hop របស់កម្ពុជាដោយឡែកបច្ចុប្បន្នបើទោះជា DJ ស្ដីបានចាក់ឆ្ងាយពីវិស័យនេះក៏ពិតមែនប៉ុន្តែលោកក៏នៅតែបង្ហាញវត្តមានម្ដងម្កាលក្នុងកម្មវិធីកម្សាន្តនិងការប្រគំតន្ត្រីនានាលើពីនោះអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ DJ ស្ដីក៏មានដំណក់ឈាមសិល្បៈបន្តវេនពីលោកម្នាក់ដែរពោលគឺកូនប្រុសរបស់លោកក៏ជាតារាចម្រៀងរ៉េបដូចគ្នាគឺលោកហេងយ៉ាងណាមិញថ្មីនេះតារាចម្រៀងរ៉េបលោកហេងបានយកនៅវីដេអូរបស់ឪពុកសម្ដែងកាលពីប្រមាណ25ឆ្នាំមុនក្នុងកម្មវិធីប្រគំតន្ត្រី Best of the Best មកបង្ហាញអ្នកគាំទ្រធ្វើឲ្យអ្នកគាំទ្រចូលទៅបញ្ចេញមតិស្រដៀងគ្នាជាច្រើនក្នុងនោះអ្នកគាំទ្របានសរសើរពីទេពកោសល្យរបស់ DJ ស្ដីនិងពោលពាក្យថាលោកគឺជារៀមច្បងដ៏ខ្លាំងម្នាក់កាលពីជំនាន់នោះហើយមកទល់បច្ចុប្បន្នក៏ដូចគ្នាបើទោះជា DJ ស្ដីមានវ័យចំណាស់មានកូនមានចៅក្ដីប៉ុន្តែសមត្ថភាពក្នុងវិស័យចម្រៀងរ៉េបរបស់កម្ពុជាតារាជើងចាស់រូបនេះនៅតែអស្ចារ្យ